អូខេសួស្តីអ្នកនរគ្នាជើងយើងតមេរៀនយើងបន្តទៀតពាក់ព័ន្ធជាមួយនឹងធួលមួយដែលមានឈ្មោះថាក្របធួលអញ្ចឹងនៅក្នុងក្របធួលនេះវាមានធួល4សម្រាប់ធ្វើការសិក្សាបាទអញ្ចឹងធួលក្របធួលនេះសម្រាប់ធ្វើការកំណត់នៅទិសដៅឬក៏បន្លែងរូបភាពដែលយើងចង់ធ្វើការកំណត់ឧទាហរណ៍ថាលើយើងចង់បាននៅ2នាក់កន្លែងនេះអញ្ចឹងយើងស្គាល់ឲ្យធ្វើការ select ឲ្យចំចំណុចដែលយើងចង់បានរួចធ្វើការចុចនៅសញ្ញា tick កន្លែងនេះឬក៏ចុច enter មកនឹងបង្ហាញបានហើយបាទអញ្ចឹងនៅក្នុងកន្លែងនេះគឺយើងមាន option សម្រាប់ធ្វើការបង្ហាញជាច្រើនបាទអញ្ចឹងខាងលើនេះចំណុចទី1នេះយើងអាចធ្វើការកំណត់នៅទំហំដែលយើងចង់ធ្វើការកំណត់ជាក់លាក់ឧទាហរណ៍យើងចង់បានកំណត់ទំហំបែបណាយើងអាចធ្វើការវាយលេខបញ្ចូលមកឧទាហរណ៍ថាទំហំ Full HD 1920 គុណនឹង1080នេះគឺជាទំហំ Full HD ដែលសម្រាប់ធ្វើការដាក់ជាលក្ខណៈ background banner ទៅលើ YouTube បាទជាងកន្លែងនេះយើងអាចធ្វើការកំណត់ដាក់300វាមានន័យថាជា pixel វាហើយធ្វើការចុច tick មកវានឹងបង្ហាញនៅទំហំដែលយើងចង់បាទនៅកន្លែងនេះវាមានជាលក្ខណៈសម្រាប់ធ្វើការបង្ហាញជាការ៉េបាទជាទំហំຂະຫນាត 4x5 4x7 ឬក៏ຂະຫນាតផ្សេងទៀតដែលយើងចង់ធ្វើការបាទកាត់យកទំហំដែលគេចង់បានជាក់លាក់អញ្ចឹងឧទាហរណ៍ថានៅក្នុងនេះយើងចង់បានទំហំរូប 4x6 ដែលខ្មែរយើងភាគច្រើនធ្វើហ្នឹងគឺកន្លែងនេះគេដាក់3 3.5 អញ្ចឹងទៅណាអានេះ 4.5 នេះគឺជារូបអញ្ចឹងវាចេញមកចេញជាទំហំ 4x6 បាទអញ្ចឹងយើងចូលទៅកាន់ចំណុចមួយទៀតបាទអញ្ចឹងចំណុចមួយនេះធ្វើរូបភាពមានសភាពត្រង់ឧទាហរណ៍ថារូបនេះរៀងប្រឆិតអញ្ចឹងយើងអាចធ្វើការកំណត់វាឲ្យត្រង់បានយើងចុចកន្លែងនេះមកទាញឧទាហរណ៍ថាក្រូនេះយើងទាញមកទៅក្រូនេះអញ្ចឹងរូបហ្នឹងនឹងបង្ហាញឲ្យយើងរៀងត្រង់ទៅតាមរូបដែលយើងធ្វើបានកំណត់នេះបាទអញ្ចឹងវាត្រង់ហើយយើងចុច tick មកចំពោះកន្លែងនេះវិញមានន័យថាធ្វើការបង្ហាញនៃបន្ទាត់បើសិនជាយើងធ្វើការ select នៅលើរូបដែលយើងចង់បានហើយយើងធ្វើការផ្លាស់ប្ដូរកន្លែងនេះគឺវានឹងផ្លាស់ប្ដូរនៅទំហំបន្ទាត់ឲ្យយើងបានឃើញអញ្ចឹងយើងចូលទៅកាន់មួយទៀតពាក់ព័ន្ធជាមួយនឹងកន្លែង content aware នេះនៅពេលដែលយើងមានរូបភាពបាទអញ្ចឹងយើងចូលទៅកន្លែងរូបនេះបើសិនជាយើងធ្វើការកំណត់នៅទំហំដែលយើងចង់ធ្វើការកំណត់រួចហើយយើងយកលើសមានន័យយើងយកលើសនៅទំហំដែលយើងធ្វើការកំណត់បើសិនជាយើងអត់យកទៅលើ content aware នេះទេវានឹងបង្ហាញផ្ទៃពណ៌ក្រហមចេញផ្ទៃពណ៌ក្រហមតែបើសិនយើងចង់បានឲ្យវាមានការកំណត់ហើយវាចេញ background ពណ៌ដូចគ្នាជាមួយនឹងនេះយើងអាចចុច content aware នេះមកចុចសញ្ញា tick មកវានឹង combine ឲ្យចេញជាពណ៌ផ្ទៃដូចគ្នាមួយទៀតពាក់ព័ន្ធជាមួយនឹងបាទភួរទី2នេះគឺសម្រាប់ធ្វើការកំណត់នៃផ្ទៃដែលមានសភាពវាចមានន័យថាកន្លែងនេះឧទាហរណ៍ថាវារាងវាចដែលមានរាងប្រឆិតអញ្ចឹងទៅយើងចង់បានទំហំវាឲ្យមានភាពត្រង់ស្មើដូចជាក្តារ A4 យើងធម្មតាយើងចុច select កន្លែងហ្នឹងមួយយកកន្លែងនេះមួយមកបាទកំណត់ចំ select ពីការហ្នឹងមកវាឲ្យធ្វើការ enter ឬក៏ចុចសញ្ញា tick នេះមកវានឹងបង្ហាញទៅជាផ្ទៃត្រង់បាទធួពីរនេះក៏គេមិនសូវប្រើដែរប្រើសម្រាប់តែអ្នកគាត់សម្កាត់រូបជាលក្ខណៈធ្វើ website មានន័យជ្រៀករូបនឹងយកជាទំហំទូចអញ្ចឹងទៅណាជ្រៀកយកទំហំទូចអញ្ចឹងផ្លាយនេះគឺមានន័យយើងបន្ថែមយើងចាប់ទាញអញ្ចឹងទៅវានឹងបន្ថែមឲ្យយើងអញ្ចឹងវីដេអូនៃការបង្ហាញក្របធួនេះមានតែប៉ុណ្្នឹងទេជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណ